បាទសូមជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាហើយជាពិសេសបងប្អូនដែលស្រឡាញ់ខាងវិស័យកសិកម្មនិងបងប្អូនដែលកំពុងតែធ្វើកសិកម្មចម្ការហើយថ្ងៃនេះខ្ញុំលើកទៅលើដំណាំមៀនក្រអូបហើយខ្ញុំលើកនេះខ្ញុំលើកពីធំចំណុចទី1ខ្ញុំនិយាយទៅលើការតែងមែកមៀនដែលមានអាយុកាលច្រើនឆ្នាំនិងចំណុចទី2ខ្ញុំនិយាយទៅលើទីផ្សារក្នុងការយើងលក់ចេញអញ្ចឹងក៏មុននឹងចូលដល់អ្វីដែលខ្ញុំទៅចែកទាំងអស់ក៏ខ្ញុំសូមការអធិស្ឋានឬក៏មានន័យថានិយាយនេះខ្ញុំនិយាយទៅលើដំណាំមៀនហើយក៏និយាយនេះទៅលើក្នុងការទីផ្សារក្នុងតំបន់ដែលខ្ញុំកំពុងតែរស់នៅមួយទៀតទីផ្សារដែលខ្ញុំដើរនេះគឺទីផ្សារក្នុងស្រុកខ្ញុំចង់បញ្ជាក់អញ្ចឹងហើយខ្ញុំឃើញថាទីផ្សារទាំងអស់នេះយើងអាចទទួលយកបានជាជាងដំណាំដែលយើងធ្វើទីផ្សារដែលយើងលក់ចេញក្រៅស្រុកអញ្ចឹងខ្ញុំចង់និយាយបែបនេះគ្រាន់តែខ្ញុំចង់ចែករំលែកថាយើងធ្វើដំណាំណាមួយយើងធ្វើអាជីវកម្មណាមួយក៏ដោយគឺធ្វើចំការណាមួយក៏យើងត្រូវតែមើលទីផ្សារជាកត្តាចម្បងបាទអញ្ចឹងបានតិចទៀតខ្ញុំនឹងជជែកថាអូខេយើងមានទីផ្សារបែបណាហើយយើងអាចធ្វើបានបែបណាតម្លៃបែបណាបន្តទៅទៀតបាទអញ្ចឹងបានខ្ញុំចូលទៅលើចំណុចទី1ខ្ញុំចង់និយាយពីការតែងមែកវិញអញ្ចឹងខ្ញុំចំណុចដែលខ្ញុំចង់និយាយការតែងមែកគឺដំណាំយើងដែលមានអាយុកាលច្រើនឆ្នាំអញ្ចឹងមានន័យថាដំណាំដែលខ្ញុំដែលខ្ញុំពំបង្ហាញនេះគឺរយៈអាយុកាល9ឆ្នាំហើយមានខ្ញុំនេះមានអាយុកាល9ឆ្នាំអញ្ចឹងហើយវាមានក្នុងការមានមែកដែលចាស់ហើយវាមានដែលមែកទុនតូច្រើនវាមែកដែលធ្លាក់មកគៀនច្រើនអញ្ចឹងមានន័យថាមែកធំតែស្លឹកតិចអញ្ចឹងទៅអញ្ចឹងហើយខ្ញុំចង់បញ្ជាក់ទៅបងប្អូនដែលយើងធ្វើបែបហ្នឹងគឺយើងត្រូវកាត់ចោលមែកណាដែលទុនតូទៀបហៅថាលែងរឹងមាំទុនវាកោងអញ្ចឹងវាកោងច្រើនអញ្ចឹងយើងកុំស្ដាយណាដូចខ្ញុំបញ្ជាក់អញ្ចឹងថាយើងគួរតែកាត់ជំរះវាចេញយើងទុកឲ្យវាមានទី1ខ្យល់ចេញចូលបានល្អពន្លឺថ្ងៃអាចជះមកបានអញ្ចឹងខ្ញុំបញ្ជាក់ថាតួយ៉ាងដូចជាមែកដែលខ្ញុំកាត់ពីមែកមិញដែលបងប្អូនមើលពីដើមអញ្ចឹងគឺខ្ញុំកាត់ចោលបាទមែកហ្នឹងវាឲ្យផលប៉ុន្តែអ្វីដែលយើងគួរកាត់ដោយសារអីបើយើងទុកទី1ពិបាកក្នុងការថែទាំស្មៅខាងក្រោមទី1ទី2ធ្វើឲ្យវាមកលុបច្រើនពេកហើយមែកនោះវាមិនសូវក្នុងការមានត្រួយក្នុងការឲ្យផលអញ្ចឹងហើយយើងគួរតែសម្អាតវាឲ្យស្រឡះឲ្យពន្លឺចេញចូលបានល្អពីព្រោះយើងដឹងហើយថាពន្លឺថ្ងៃវាអាចជះចូលដល់ដីវាជារឿងមួយដែលសំខាន់អញ្ចឹងបងប្អូនខាងជំនាញខាងកសិកម្មអាចនឹងយល់ខ្លាំងប៉ុន្តែអ្វីដែលខ្ញុំលើកដូចបញ្ជាក់មកអញ្ចឹងគឺបទពិសោធន៍បាទដែលយើងធ្លាប់ឆ្លងកាត់ហើយយើងធ្វើអញ្ចឹងហើយយើងត្រូវតែរៀនបដាទៅខុសកន្លែងណាយើងកែកន្លែងហ្នឹងចង់បញ្ជាក់អញ្ចឹងដូចខ្ញុំនេះខ្ញុំតែងបងប្អូនណាដូចខ្ញុំចឹងខ្ញុំតែងនេះមិនមែនតែងឲ្យក្នុងការត្រៀមក្នុងការបញ្ចេញផ្កានោះទេគឺខ្ញុំតែងនេះគឺដំណាក់កាលទី1ដោយសារយើងតែងពីសាររឹតតែល្អដំណាក់កាលទី1យើងកាត់សម្អាតក្នុងការប្រមូលផលចំណុចទី2រយៈពេលក្នុង2ខែឬក៏2ខែកន្លះទៅតាមអ្វីដែលយើងមានពេលចន្លោះហ្នឹងមកត្រួយយើងលាស់បានមួយហៅថាមួយឆាត់ឬក៏2ឆាត់អញ្ចឹងយើងតែងបាទអូខេអញ្ចឹងដូចនេះខ្ញុំតែងម្សាសម្អាតវាម្សាទាំងវាមានត្រួយដែលមិនសូវល្អត្រួយតូចត្រួយក្រិនត្រួយអីចឹងទៅគឺមានន័យថាយើងសម្អាតចោលម្សាបងប្អូនបាទអញ្ចឹងសម្អាតចោលម្សាហើយអញ្ចឹងបងប្អូនសម្អាតហើយបងប្អូនបើសិនជាថែទាំក្នុងការដាក់ជីដាក់អីក្នុងការបំពងដើមរឹតតែល្អប្រសើរមែនតើហើយបើបងប្អូនប្រើថ្នាំការពារស្លឹកអីរឹតតែល្អប្រសើរទៀតបងប្អូនណាអញ្ចឹងខ្ញុំតែងដូចខ្ញុំបញ្ជាក់ខ្ញុំតែងមួយដំណាក់កាលបាទមួយដំណាក់កាលអញ្ចឹងក្រោយដែលមួយទៀតចិត្តពេលដែលខ្ញុំក្នុងការប្រមូលផលខ្ញុំនឹងតែងម្សាទៀតបងប្អូនតែងម្សាសម្អាតថាយើងគួរតែទុកមែកមួយណាដើម្បីបញ្ចេញផ្លែផ្កាយើងទុកបាទអញ្ចឹងតែ
chẳng ní đều nhầm chợ chẳng dừng tài chẳng hai trong bị chợ bóng ôn chẳng cứ dừng tay nhau việc sẵn lá ở việc miền cho oxygen trên chỗ ấy chẳng từ ở ban tâm tới tức lo và xài hay trong việc ốc trong đã ta ok dừng tay bẹp nào thì chẳng có để cho mà lợt ở bật tham tha dừng tay bạn nặng hay được trong ní trong chết đãจะđá lan bao gồm đó sắp chết nhom đá lư nâng tới rồi đá thống chân trong ai lang bàn hay tôi tay cà lô học chiên rồi chẳng ta cái nhom ai lang bàn là sao đá nhom thùng đó bàn tay bờ sân chỉ đá dừng là tốt ok dừng ai đã sẽ đá ai đã kia nâng tới bờ sân là dừng chung mà đá ấy chẳng tới bóng ổn bà ok chẳng nâng ca tái viên liên xã đã song khăn bám nâng thưa ở vì từ tua tới chi ban lõ sợ rẽ mấy sầm dục ấy đại thôi ấy đây ơi chẳng lá ấy ban lõ và sao ban nằng bóng phổ ok 300 like tivi nhom tình dây từ lời tiệp xá hay còn nhom nâu tại bật chạm mà đòn tiệp tờ bóng phổ thà nhom lượng ní mình thắng nhom thời cho cả miến nhom uất tay cho cả miến cho đồng năm cái sinh bên đồng like cho tiết kiệm uất phong hay cái ban đồng like rọp mơn là rọp liên là cái mình uất phong hạt ấy anh thời cho cả miền tịch túi mấy có uất mấy có ấy chẳng bà bàn tay nhom phải chẹt tha bóng ôn ni mình chỉ cả uất mình chỉ cả ăn thế bàn tay con tha bởi dừng mơ tiệp xá không cam mà chỉnh trong chỉ vứt đạp cua xa tôi muôi không mà ca trai vi nhưng cứ tha lo và xài hai đồng nam nít trong là lợn nó biết mình men chia ở lụa tao ra sọc thế nhầm thơ tiệp xa nó nhầm thơ tài xong đạp tại không sọc thế hai trong này dây tha mua hai trong mình dây tha ở đồng nam ni vì miền tiệp xa trán hai đồng nam ni bởi dừng lụa nó không sọc cô vi lo bỏ xa đây mua là hai trong hiên này dây bạn ní lúc ta tại prote Campuchia chọc căn và bột sát này mua là hai ấy trong dây đắng ở dân thơ đồng nắm mấy tộc đẹp thiệp cho mùi này và tế mua là hai ấy dân thơ căn chùm lửa trong trăng và chợ bóng ôn trẻ bầm năm phai miền cứ bong ôn Prochia Porot dân đại căn và bột sát ná cứ quát tay tại do phai tầng nu không ca đồng vái nâu nóng rọt đấu bồn tiến bạc nó chùm lệch muối cho mấy tivi cứ pra trăm này rọt đầu miền sần ngày sần bong ôn dương để miền chùm nưa không ca ngày sân cứ quạt thôi tại tinh ở plai chơi nu không ca đã lơ hừng không ca bòn săn sông ở liệp sông chê như thế cứ bài này trắng bờ sân chỉ dương thưa miền ý cứ dương mình men thưa tại ao việc tranh plai tranh ca tay rọt đầu bồn tiến hay bóng ổn chỉ rọt đầu bồn chân thì chỉ riêng mũi để dương trâu tại thưa ở việc plai chào nhầm chọn phải chuyện chân rọt đầu bồn tiến miền để trong là thưa bắt cái sáu miền bay bồn tiền ti mũi bồn bờ bay ní cho nam chân bóng ổn plai mà rồi plai bàn bóng lai cua tiviចិត្តដល់ចូលឆ្នាំចិនគឺមានការខៅថាឆេងមេងសែនភ្នោអូខេនឹងមួយទៀតទី3គឺនៅក្នុងរដូវបុណ្យចូលឆ្នាំប្រពៃណីខ្មែរអញ្ចឹងគ្រាន់តែ3បុណ្យធំនៅក្នុងស្រុកខ្មែរប៉ុណ្ណឹងណាក្នុងចំការនីមួយបងប្អូនមានខ្ញុំនិយាយបញ្ជាក់ថាបងប្អូនមានតោនឲ្យដល់ផ្លែហ្នឹងដល់ជាតោនក៏បងប្អូនមានទីផ្សារក្នុងការលក់ដែរchẳng dừng thưa đồng nạ ca mà đồng nạ ca bồn chơiឆ្នាំđồng nạ ca miền trên bên đồng nạ ca sàn trần nếu như vậy tại bay nữa này con tay bóng ổn nâu mũi tiết đầy dương ái rô ban chùm nô pro chạm khải cứ phân nông tháng ngày sơ bóng ổn cứ dương lụa bàn chia phải chạm phân nông mùi sơ chẳng phân nông mùi khải dương miền buôn sơ dương miền bầm bầy cát đập làm cát dương miền bầm bầy rốt nâng ngày khải đại tranh không ngồi khái đại cao bị khai bọn tiên để trong lực bấy nâng cứ dương ai lụa bàn chia và chạm sân không ngồi khai của dương ai lụa bàn buôn đòn đại bà tranh không ngồi khai của dương ai lụa bàn buôn đòn lụa đại tranh tìm xa dương miền là hột hai sầm nua xưa mới tiện ở đồng nam miền là ai tàu ban phải chạm sân giang khai
ចឹងបានខ្ញុំ alert បន្ថែមមួយទៀតគឺបងប្អូនត្រូវតែជ្រើសរើសពូជដំណាំមានក្រអូបឲ្យពូជដែលយើងអាចបញ្ជាផ្លែចេញផ្កាចេញផ្លែបានអញ្ចឹងខ្ញុំលើកឧទាហរណ៍ដំណាំយើងដែលអាចថាបញ្ជាបានខ្ញុំលើកឧទាហរណ៍ថាដំណាំផ្សេងពីមានដូចជាស្វាយកែវរមៀតគឺបងប្អូនប្រជាពលរដ្ឋយើងអាចបញ្ជាបានចង់បានពេលណាបានពេលហ្នឹងដូចគ្នាអញ្ចឹងដំណាំមានយើងនេះក៏ដូចគ្នាដែរយើងបញ្ជាវាបានចឹងដូចគ្នាហើយដំណាំនេះមានក្រអូបខ្ញុំបញ្ជាក់ណាមិនមែនជាមានប៉ៃលិនអ្នកខ្លះហៅថាតង្ហែនទេបើតង្ហែនបងប្អូនប្រជាពលរដ្ឋយើងគាត់អត់សូវក្នុងការជំនឿក្នុងការយកមកដាក់សែនទេលុះតាតែមានប្រភេទជាមានបានគាត់ចូលចិត្តយកមកសែនបាទអញ្ចឹងខ្ញុំចង់បញ្ជាក់ត្រឡប់ទៅលើក្នុងការទីផ្សារនោះវិញបងប្អូនធ្វើតាមដំណាក់កាលអញ្ចឹងបងប្អូនខ្ញុំលើកឧទាហរណ៍បន្ថែមបងប្អូនលក់ក្នុងរដូវអត់មានបុណ្យមួយខែលក់4ដងមួយខែលក់4ដងមួយខែលក់4ដងអញ្ចឹងពេលដែលបងប្អូនដល់ចិត្តដល់រដូវក្នុងការមានកម្មវិធីបុណ្យដែលខ្ញុំលើកប៉ុន្មានមិញហ្នឹងអញ្ចឹងបងប្អូនត្រូវតែដាក់ឲ្យបញ្ជាឲ្យចេញច្រើនបញ្ជាឲ្យវាមានច្រើនតែខ្ញុំខំមិនបន្ថែមបើបងប្អូនមានចំនួន 1000 ដើមអញ្ចឹងប្រចាំខែបងប្អូនដាក់មកក្នុងម្សិលបងប្អូនកាត់តែមួយដើមពីរដើមខ្ញុំលើកអស់ចុះថាអញ្ចឹងបើមានធំក្នុងមួយដើមពីរដើមក្នុងម្សិលបងប្អូនលក់បានប៉ុន្មានគីឡូ100គីឡូខ្ញុំលើកឧទាហរណ៍យ៉ាងតិច100គីឡូក្នុងម្សិល200គីឡូក្នុងម្សិលតាមទំហំដែលយើងមានបាទអញ្ចឹងក្នុងមួយខែបងប្អូនលក់បានប្រហែល100គីឡូតាមហ្នឹងទៅហើយបងប្អូនគិតតម្លៃទីផ្សារខ្លួនឯងខ្ញុំមិនហ៊ានrecommendថាអូបងតម្លៃវាថ្លៃអញ្ចឹងតម្លៃចុះខ្ញុំអត់និយាយវាទៅតាមតំបន់បាទបងប្អូនណាទៅតាមតំបន់អញ្ចឹងខ្ញុំអត់និយាយប៉ុន្តែខ្ញុំគិតថាតម្លៃវាមិនទាបទេបាទវាល្អប្រសើរបងប្អូននិយាយឲ្យចំមួយទៀតនេះខ្ញុំធ្វើតែក្នុងស្រុកទេចុះទម្រាំពេលដែលយើងមានដីច្រើនយើងអាចមាននាំចេញក្រៅស្រុកទៀតដឹងចឹងណាហើយខ្ញុំបញ្ជាក់ណាបើសិនជាប្រទេសយើងកុំនាំចូលនាំចូលបងប្អូនតម្លៃល្អប្រសើរតួយ៉ាងក្នុងឆ្នាំ2026នេះបាទខ្ញុំនិយាយក្នុងឆ្នាំ2026វីដេអូនេះអញ្ចឹងពេលដែលយើងមានចំនួនព្រំដែនពុតយើងបិទពីថៃបងប្អូនតម្លៃយើងគឺហក់ឡើងខ្ពស់អញ្ចឹងតម្លៃហក់ឡើងខ្ពស់មិនមែនក្នុងនេះណាមិនមែនក្នុងនាមម្ចាស់ចការមិនមែនជាអ្នកដែលផលិតក្នុងការតម្លើងតម្លៃទេបងប្អូនមិនមែនខ្ញុំសុខចិត្តតែមានខ្ញុំតតែ1គីឡូប៉ុណ្ណេះបាទខ្ញុំលក់ឲ្យអត់ទេបងប្អូនគឺតម្រូវទីផ្សារគឺឈ្មួញដែលគាត់ត្រូវការលក់បន្តគាត់ត្រូវតែលក់លើទីផ្សារគាត់ជាអ្នកឲ្យតម្លៃយើងវិញឲ្យតែមានឲ្យគាត់ខ្ញុំលើកឧទាហរណ៍ថាទៅសានចិនបងមានប៉ុណ្ណេះតោនឲ្យខ្ញុំធ្វើម៉េចឲ្យបានខ្ញុំហ៊ានឲ្យបងប៉ុណ្ណេះមានមួយទៀតបងឯងមានប៉ុណ្ណេះប្រហែល100គីឡូខ្ញុំហ៊ានតម្លៃឲ្យអញ្ចឹងគ្រាន់តែយើងមានចំនួនក្នុងការព្រំដែនពុតបិទក្នុងការនាំចូលដំណាំផ្លែឈើផ្សេងក្នុងស្រុកយើងល្អហើយខ្ញុំមិនអួតទេថាដំណាំក្នុងស្រុកយើងវាបែបណាខ្ញុំគិតថាក្នុងដំណាំក្នុងស្រុកយើងយ៉ាងណាក៏ល្អប្រសើរខ្លាំងដែរគុណភាពរសជាតិពាក់ព័ន្ធជាមួយជាតិគីមីក៏មិនប្រើច្រើនដូចប្រទេសជិតខាងខ្ញុំហ៊ាននិយាយបែបហ្នឹងពីព្រោះអ្នកជិតខាងទម្រាំតែនាំចូលពីប្រទេសគេមកដល់ស្រុកយើងគេត្រូវតែប្រើរយៈពេលវែងទី1ទី2បើមិនប្រើថ្នាំការពារទេសម្បុរអត់បានល្អយកមកទុកឯនេះមកដល់លក់មិនបានតម្លៃបាទយកមកទុកក្នុងលើអ្នកដែលចាយបន្តគាត់នឹងខូចគុណភាពគាត់នឹងខូចសម្បកខូចអីចឹងទៅប៉ុន្តែយើងនៅក្នុងស្រុកយកចេញពីចការម៉ោងហ្នឹងទៅលក់នៅម៉ោងក្រោយក៏បានដែរខ្ញុំហ៊ាននិយាយបាននឹងតួយ៉ាងខ្ញុំចការខ្ញុំហ្នឹងយកចេញពីខ្ញុំហ្នឹងទៅលក់លើតូបហ្នឹងនិយាយទៅគ្រាន់តែទេមកបងខ្ញុំត្រូវការមានប៉ុណ្ណេះគីឡូបងអាចយកមកខ្ញុំពេលព្រឹកបានអត់អញ្ចឹងយើងរៀបចំក្នុងការប្រមូលផលលេងព្រឹកឡើងដឹកឲ្យគាត់ទៅដល់គាត់ដាក់លក់លើទីផ្សារបាទ
mình trâu pra năm mình trâu pra ấy thay được xa ấy ọt thì bọn phụ đó chứ dương tự lọc từ vinh tha dương vậy bạn nắng tha uột rồi có dương vậy bạn nắng tha tiếp xa chơi cho mui mình trăng thì vậy bạn nắng tới bàn tay con ta bọn ổn để sờ lạnh thì sai cả sự cám hơi biên bọc hết đấy trâu nâng đầm nằm ná dương cua ta vừa đầm nằm nâng trắng bớt tua giang dương miền bọc hết đây trâu đầm nằm miến bàn tay dương ta vừa đầm nằm đây mình sâu miền Paul rồi có đầm nằm để dương trâu non trên ta cao bật tết dương đài cái sải cái dương thua ở trâu tờ lớn đầm rau cá rồi có dương thua ở trâu cho mùi nước đi cả sự cam của bao dương ta toàn năng tê chẳng bên này trong cầm bình chẳng bông ôn đây thuê cả sự cám nhẹ đây thừa sái chụp thừa sái đầm miến có dương đầm mặt cả đây mình chẳng mình thấy bông bón để sai cái đầm nằm đây gọi lịch tịch bà mình chẳng tao thuê cho cả một cái bà mình chẳng con này trong ở đây bị xa này con này trong này vậy ta bờ bông ôn dương miền đấy trâu nhé nhung chạm đầu tiên miền đấy trâu nâng tập hiện đầm nắm hai miền xa tôi mùi này còn nắng bong ôn ai đảm bàn bờ miền bật chia chun nó không nâng miền thâm tài trong thì dây tháp xa nâng muối bật chia chun ai nào lụa nó không xa nâng miền tài mà roi tốt rồi có bắt nắng cho tham miền này lụa mà roi tốt để cho nó lụa có ao lụa ấy chúng ta hay miền này lụa tây lụa ấy chúng ta và tại bởi vậy bật chia chun nó không mà khung nâng món này đây là không một khung nắng miền xa muối đủ to khăn nông mùi khung nắng miên xa muối bong ôn ai đam miên khăn nông chả lọ mà toàn đám tơ pi toàn đám bạc hai bong ôn cốt cùng tại khăn nông nắng tận cốt cùng nó khăn nông tới hay bờ sân chị bong ôn miên trao đo ta mà sân bong ôn miên 500 kg mà sân miên 500 kg chẳng một khai bong ôn ai bàn pi tòn khăn cả lụa lại miến anh chẳng tốt đó sai này bong ôn miên trao tiếp anh đang rất to ní trong này dây bẹ bòn cho mình tiếp xa trong này dây tờ lơ cái tê không cả bật nắng chân con tài trong này dây ní con tài chỉ bọt cái sao con trong này dây ní con tài trong trọc phớ hay trong trọc bà con tay quay để dương chưa bật tiệt vi tay tại miền bồng bồn đó mình ở đây chẳng ban trong dây ta dây công dây tại bị ban dây bị cả ta chụp tiệt này trong dây tao từ miền cả ta chụp tiệt mua chùm nuốn miên chùm ngư miền ấy hai pe khác của miền chụp tiệt thằng cái chứ tiếp xa để nom trôi chán thì mỗi tí pi tới trong rọt đầu này miền chia bộ rọt dương đài miền đài tham miền bộ ràn dưới rồi có chia bộ rọt dương miền đài miền bọc hết chỉ miền cọ cọ bấy anh ấy trong này dây bọc hết chỉ miền cọ cọ bấy nhưng cứ quạt miền rọt đầu quạt một phò đây để sao miền quạt ai bị chia bàn đấy bóng ổn đó cứ miền quạt ở đầu bị miền ở đâu nhưng bà sân chỉ bóng ổn đã ắt bàn cất cái tháo đợt ở đầu về nắng bóng ổn rồi còn cả thay toán bóng ổn đã vô play rồi trên đợt đầu nắng bóng ổn bọc này đợt đầu để miền thoa một chiết miền để quạt ở miền prao ấy thôi bà thoa một chiết sắp sang nhưng làm lại tiếp xa dưới cờ điện thẻ đây bà về nụ chẳng nhóm phải chạy lại nè hai cuộc trong này ní mình men thà trong đấy đánh miền trong cứ thôi mà triệt đòi mình pra kim mi xong bay tay mũi đầm nọ ở cái bóng ổn dương miền tao từ miền triệt kim mi bàn tay triệt kim mi dương với miền cọc mà rất này dương ai cả tôi cho bán tôi dính chỗ la bô có kim mi dương bị ắt buộc đôi chia là tập họ để nom chỗ thay toàn đài trong trang phải chạy lại những ngặt tớt và thám cứ dưng ba kimi để muối con cài chứ sao thọ muốn những ngạp chia lại nó dưng tao hao kimi mà nấy bông bà nó cứ dưng hao kimi ấy cô ấy dưng mình chia với ở cái tranh con tái về lại dưng phải chia với tranh ban play hai nhé không nông đồng nạ ca là dưng tao ba kimi con ca thay toàn đập ở vì rít ở vì rít play thông ôi vì sủng bò ló ta dưng cú trào bà sân thì dương sầm rạp lụa không sọc không ai dương đâm bay trái đâu ông ôn dương mình trâu trào thì chẳng đôi tầm năm trong tu giang tầm năm trong
គឺខ្ញុំអត់ប្រើក្នុងការបរិទ្ធផ្លែឲ្យធំឲ្យផ្លែកុំឲ្យខូចទុកយូរគឺអត់ប្រើយើងជ្រើសរើសក្នុងការអីគេថ្នាំដែលមានជាតិគីមីតិចបំផុតក្នុងការថែទាំផ្កាធម្មតាយើងវាមានប៉ាអូខេថែទាំផ្កាបន្តិចទៅថែទាំក្តឹបបន្តិចទៅចប់រឿងបាទហើយបើយើងមានជីកប៉ុកដាក់ជីគល់យកទៅផ្លែរីកធំដូចគ្នាប៉ុន្តែវាផ្លែមិនបានត្រូវstandard នៃទំហំផ្លែដូចជាគេយកចូលរោងចក្រដូចជាអីអត់ទេបាទអញ្ចឹងពេលគេយកផ្លែមានយើងបងផ្លែបងឯងមិនក៏សម្បល់ពណ៌មិនស្អាតអីចឹងនោះហើយដោយសារយើងអត់ប្រើគេនេះដើម្បីទុកឲ្យប្រជាពលរដ្ឋប៉ុន្តែយើងអាចធ្វើឲ្យបានក្នុងការតម្រូវការប្រជាពលរដ្ឋយើងក្នុងការខុសរដូវបានយើងធ្វើបានបាទអញ្ចឹងខ្ញុំឥឡូវបញ្ជាក់ថាត្រង់ហ្នឹងបងប្អូនបាទអូខេអញ្ចឹងខ្ញុំមានជា clip វីដេអូរឿងវែងក្នុងការបញ្យល់ក្នុងការអីប៉ុន្តែនៅតែបងប្អូនដែលចង់បានបទពិសោធន៍បងប្អូនចង់ស្រឡាញ់ហ្នឹងបងប្អូនគិតថាអូខេខ្ញុំលើកទៅវាត្រូវបងប្អូនគិតថាពេលដែលខ្ញុំនិយាយទាំងនេះទៅបងប្អូនមើលតួយ៉ាងទៅវាល្អអញ្ចឹងបងប្អូនចង់ចាប់ផ្ដើមក្នុងការធ្វើបងប្អូនក្នុងការមានគម្រោងអីផ្សេងចង់ឲ្យបងប្អូនសិក្សាសិនស្វែងយល់ពីដំណាំនឹងបងប្អូនមើលទីតាំងមើលអីឲ្យគ្រប់ជ្រុងជ្រោយអស់ទៅអញ្ចឹងនោះបងប្អូនធ្វើទៅនឹងបានលទ្ធផលហើយតួយ៉ាងខ្ញុំមិនថាយ៉ាងណាទេគ្រាន់តែចូលរឿងមួយទៀតថា add បន្ថែមក្នុងការ topic ចុះដូចជាតួយ៉ាងខ្ញុំចាស់ពីមុនក៏ខ្ញុំជាបុគ្គលិកនៃក្រុមហ៊ុនធ្វើការនៅទីនោះទីនេះដែរប៉ុន្តែគ្រាន់ថាយើងសម្រេចចិត្តថាអូខេយើងឆ្លាញ់វិស័យកសិកម្មយើងមានដីទំនេរអូខេយើងអាចបង្កបង្កើនផលបានហើយយើងមើលទីផ្សារក្នុងស្រុកយើងធ្វើដំណាំដែលត្រូវក្នុងទីផ្សារក្នុងស្រុកយើងគិតថាអូខេល្អអញ្ចឹងក៏យើងចាប់ផ្ដើមក្នុងការអភិវឌ្ឍ build ខ្លួនឯងក្នុងការធ្វើទៅបាទហើយជាចុងក្រោយក៏ខ្ញុំសូមអរគុណណាសម្រាប់បងប្អូនដែលធ្លាប់តាមដាន channel YouTube ផងខ្ញុំពីមុនមកហើយក៏ខ្ញុំឃើញថាកាលខ្ញុំផុសក៏មុនក៏មានច្រើនបងប្អូនចូល view ច្រើនដែរបាទហើយទោះតែ channel YouTube ខ្ញុំមិនមានអ្នក subscriber ច្រើនប៉ុន្តែក៏មានអ្នកចូលទស្សនា clip វីដេអូខ្ញុំបានអ្វីដែលខ្ញុំគិតថាអូខេខ្ញុំអាចចែករំលែកបានអញ្ចឹងពេលនេះខ្ញុំសម្រាប់ពីការងាររបស់ក្រុមហ៊ុនខ្ញុំចាប់ផ្ដើមក្នុងការចែករំលែកបងប្អូនទៀតហើយក៏ខ្ញុំគិតថាខ្ញុំចែករំលែកនេះក៏វាបានជាគំនិតឬក៏ហៅថាការចែករំលែកដោយចិត្តដោយបងប្អូនថាមិនចង់យកកម្លាំងជើងសាមបងប្អូនដើម្បីបងប្អូនមើលទៅបងប្អូនចាប់អារម្មណ៍បងប្អូននឹងជួយក្នុងការអភិវឌ្ឍវិស័យកសិកម្មក្នុងស្រុកខ្មែរយើងឲ្យរីកចម្រើនឡើងវិញមូលហេតុខ្ញុំនិយាយថាមិនឡើងវិញនេះខ្ញុំនិយាយថាឲ្យបងប្អូនអភិវឌ្ឍវិស័យកសិកម្មយើងឲ្យខ្លាំងដូចប្រទេសគេដទៃមូលហេតុខ្ញុំនិយាយថាប្រទេសគេដទៃខ្លាំងខ្ញុំដើរច្រើនខ្ញុំចុះតាមខេត្តច្រើនខ្ញុំឃើញថាបងប្អូនប្រជាពលរដ្ឋយើងរៀនចប់ជាពិសេសបងប្អូនរៀនចប់ទី12បងប្អូនរៀនដល់ចប់បញ្ញាបត្រប៉ុន្តែបងប្អូនបែរជាមិនបានធ្វើការក្នុងស្រុកខ្មែរទេបងប្អូនបែរទៅរៀននៅផ្នែកភាសាបរទេសដើម្បីប្រឡងចូលទៅធ្វើការនៅប្រទេសគេអញ្ចឹងឃើញបងប្អូនខ្លះគាត់ផុស Facebook មកវិញថាអូគាត់ឆ្លៀកពាក់សិតតែអាវខ្វះសេគាត់ជិះសិតយន្តហោះប៉ុន្តែចុងក្រោយគាត់ទៅដល់នោះគឺធ្វើកសិកម្មនៅស្រុកគេប៉ុន្តែប្រាក់ខែនៅស្រុកគេបានថ្លៃអញ្ចឹងឡប់មកវិញចុះមូលហេតុអីប្រទេសយើងមានដីទំនេរជាកសិកម្មច្រើនមិនវិវត្តខ្លួនទៅដើម្បីឲ្យបងប្អូនយើងដែលអត់មានមានថាអត់ការងារធ្វើនៅក្នុងនឹងហើយមិនបាច់បានប្រាក់ខែច្រើនដូចជាទៅប្រទេសក្រៅបានតែប្រាក់ខែសមរម្យក្នុងការចិញ្ចឹមជីវិតមិនដែរបងប្អូនបាទនេះជាអ្វីដែលយើងគួរតែគិតទាំងអស់គ្នាបានខ្ញុំតែងតែនិយាយអូខេខ្ញុំគិតបាទខ្ញុំគិតអញ្ចឹងហើយក៏ខ្ញុំគិតថាអូខេយើងចែករំលែកគ្នាទៅវិញទៅមកទៅក្រែងលោមានបងប្អូនដែលគាត់មានថវិកាច្រើនបងប្អូនដែលមានចំណេះវិជ្ជាខ្ពស់អញ្ចឹងគាត់អាចទៅទំនាក់ទំនងរកទីផ្សារក្រៅប្រទេសបាន
គាត់ធ្វើជាអ្នកនាំចេញផលិតផលយើងទៅក្រៅស្រុកទៀតខ្ញុំគិតថាល្អខ្លាំងបំផុតបាទល្អខ្លាំងបំផុតព្រោះគាត់មានដើមទុនគាត់មានអីចឹងបើបងប្អូនប្រជាពលរដ្ឋយើងអាចផលិតបានទៅតាមអ្វីដែលគាត់ចង់បានអ្វីដែលប្រទេសក្រៅកំមកខ្ញុំគិតថាខ្លាំងបំផុតក្នុងចំណុចនេះបាទអញ្ចឹងនេះជាសារចុងក្រោយដែលខ្ញុំចង់បញ្ជាក់អូខេអញ្ចឹងអរគុណច្រើនពុកម៉ែបងប្អូនដែលបានចូលទស្សនានឹងនេះហើយក៏សូមសនុពរបងប្អូនជួយ Subscribe នៅក្នុង Channel YouTube របស់ខ្ញុំបន្ថែមទៀតហើយអាចចូល Follow Page Facebook ខ្ញុំបន្ថែមទៀតហើយបងប្អូនដែលមានចម្ងល់ក្នុងវិស័យកសិកម្មដំណាំមានបងប្អូនអាចឆាតសួរអាចទៅជែកពិភាក្សាជាមួយនឹងខ្ញុំបានខ្ញុំអត់ប្រកែកប្រកាន់ទេអញ្ចឹងជាចុងក្រោយសូមបងប្អូនសុខសប្បាយនិងសំណាងល្អជោគជ័យទាំងអស់គ្នាសូមអរគុណច្រើនបងប្អូនជម្រាបលាទាំងអស់គ្នាបងប្អូន